បងសួរប្អូនមួយតើគុណតម្លៃរបស់មនុស្សស្ថិតនៅលើអ្វីបើប្អូនគឺជាមនុស្សដែលរស់ក្រោមឥទ្ធិពលសង្គមបងគ្រាន់តែនិយាយថាអាចឆ្លើយណាអាចប្រហែលប៉ុន្តែអាចនឹងផ្ដល់ចម្លើយថាតម្លៃមនុស្សស្ថិតនៅលើទ្រព្យសម្បត្តិអានេះគាត់ថាអាចណាកន្លែងនេះបងចង់ភ្ជាប់ឲ្យបងឯងយល់ថាពីបងទៅវិញរឿងទ្រព្យសម្បត្តិបងមិនបដិសេធទេប៉ុន្តែវាមិនមែនជាកត្តាទី1ដែលយើងត្រូវយកមកសម្គាល់មនុស្សនោះថាមានគុណតម្លៃទេស្ដាប់ឲ្យច្បាស់បងអត់បដិសេធថាអូអ្នកមានទ្រព្យហ្នឹងគឺជាមនុស្សមានគុណតម្លៃវាអត់ទាន់អាចឬក៏វាមិនទាន់គ្រប់គ្រាន់ទេត្រឹមតែមួយកត្តាហ្នឹងប៉ុន្តែគិតបន្តិចស្ដាប់បងឲ្យគិតបន្តិចបច្ចុប្បន្ននេះដោយបងនិយាយមិញបើប្អូនខួរក្បាលប្អូនស្ថិតក្រោមឥទ្ធិពលសង្គមបងឯងអាចឆ្លើយថាមនុស្សមានគុណតម្លៃអាស្រ័យទៅលើទ្រព្យសម្បត្តិពីបងទៅវិញចម្លើយមួយហ្នឹងបើបងឯងគិតអញ្ចឹងក៏គិតចុះប៉ុន្តែបងអត់អញ្ចឹងទេទ្រព្យសម្បត្តិមួយមុខមិនទាន់អាចកំណត់គុណតម្លៃមនុស្សបានទេប៉ុន្តែត្រូវបូកទៀតចំណេះអាសមត្ថភាពខួរក្បាលប៉ុន្តែត្រូវបូកទៀតការចូលរួមក្នុងសង្គមប៉ុន្តែត្រូវបូកទៀតអាលុយគាត់នឹងបានពីណាច្រើនបន្តិចណាប៉ុន្តែគិតបន្តខ្លួនឯងបន្តិចទៀតអ្វីដែលបងចង់ប្រាប់ឥឡូវនេះបងឯងដកការគិតចេញបើបងឯងធ្លាប់គិតថាលុយគឺជាកត្តាទី1ហើយតែមួយគត់ដែលធ្វើឲ្យមនុស្សមានគុណតម្លៃខុសហើយបើប្អូនគឺជាមនុស្សបែបហ្នឹងបងឯងតិចទៀតបងឯងរត់ចូលក្រុមហ្នឹងហើយបងឯងអាចមានបញ្ហាបងអត់ដឹងបញ្ហាអីខ្លះហើយបងអត់លើកទឹកចិត្តឲ្យយុវជនគិតបែបហ្នឹងកន្លងមកបងពន្យល់តាំងពីមានអ្នកសួរបងថាធ្វើពេទ្យអាចខ្លាយជាអ្នកមានអត់បងប្រាប់ថាម៉េចបងថាបើប៉ុណ្ណែងយកអាចចិត្តឬក៏ការគិតដែលចង់ខ្លាយជាអ្នកមានដើម្បីទៅធ្វើពេទ្យប៉ុណ្ណែងនឹងអាកគេហើយបងតែងតែបង្រៀនថាមិនមែនលុយមិនសំខាន់ទេប៉ុន្តែកុំឲ្យវាគឺជាអត្ថភាពទី1កុំយល់ទេបងទុកវាទី3ទី4មិនមែនដូចយើងអ្នករស់ស៊ីមិនមែនយើងមិនយកលុយទេមិនមែនមិនយកលុយទេយើងរកស៊ីយើងត្រូវការប្រយោជន៍មកវិញដែរប៉ុន្តែកុំឲ្យដល់ថ្នាក់ថាចង់បានលុយធ្វើសពគ្រប់បែបយ៉ាងមិនខ្វល់ពីគេប៉ុន្តែយល់អត់